ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីមេត្រីថ្ងៃនេះយើងធ្វើដំណើរទៅទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សាអណ្ដូងរវៀងដែលស្ថិតនៅក្នុងភូមិដំរីកូនឃុំអញ្ចាញរូងស្រុកបរិបូរខេត្តកំពង់ឆ្នាំងដែលយើងធ្វើដំណើរតាមផ្លូវកៅស៊ូនេះបត់ចុះពីផ្លូវជាតិលេខ5មកហើយយើងមើលទេសភាពនៅតាមដងវិថីដែលយើងធ្វើដំណើរទៅកាន់សាលារៀនហ្នឹងឃើញថាទេសភាពស្អាតមែនតែនបាទដែលមានវាលស្រែមានភ្នំមានដើមត្នោតមានប្រឡាយទឹកហើយនឹងមានផ្ទះប្រជាពលរដ្ឋហើយជាពិសេសហ្នឹងផ្ទៃមេឃគឺថាខៀវស្ងាត់ស្រស់បំព្រងល្អណាស់បាទខែនេះវាដើមខែវស្សាផងអញ្ចឹងធ្វើឲ្យការធ្វើដំណើររបស់យើងហ្នឹងពោពេញទៅដោយបរិយាកាសដ៏រីករាយជាទីមនោរម្យជាទីត្រជាក់ភ្នែករបស់យើងហើយការធ្វើដំណើរនេះគឺយើងធ្វើដំណើរឆ្ងាយដែរចេញពីភ្នំពេញមកអញ្ចឹងទៅការធ្វើដំណើរក៏មានរយៈចម្ងាយឆ្ងាយចឹងតម្រាំតែទៅដល់សាលាបឋមសិក្សាអណ្ដូងរវៀងសូមពុកម៉ែបងប្អូនទាំងអស់គ្នារីករាយទស្សនានៅទេសភាពព្រៃព្រឹក្សាដ៏ស្រស់បំព្រងទាំងអស់គ្នាបាទបាទឥឡូវយើងធ្វើដំណើរមកដល់ខ្លោងទ្វារសាលាហើយពេលនេះយើងចតឡាននៅខាងក្រៅដើម្បីធ្វើដំណើរចូលទៅសាលាទាំងអស់គ្នាសូមស្វាគមន៍មកកាន់សាលាបឋមសិក្សាអណ្ដូងរវៀងស្ថិតនៅក្នុងស្រុកបរិបូរឃុំអញ្ចាញរូងនៅខេត្តកំពង់ឆ្នាំងយើងហ្នឹងបាទអញ្ចឹងយើងដើរចូលសាលាបន្ទាប់មកទៀតគឺសាលាអណ្ដូងរវៀងដើមឈើនេះធំណាស់ដើមឈើតែពីរដើម cover សាលាទាំងមូលហ្មងនេះគឺជាទិដ្ឋភាពទាំងស្រុងនៃសាលាបឋមសិក្សាអណ្ដូងរវៀងបាទដែលស្ថិតនៅក្នុងស្រុកបរិបូរខេត្តកំពង់ឆ្នាំងហើយនេះគឺជាបរិវេណសាលាជុំវិញបាទឥឡូវខ្ញុំសូមនាំបងប្អូនទាំងអស់គ្នាទស្សនានៅបរិវេណសាលាមួយជុំសិនចាំយើងដើរមើលលម្អិតតាមចំណុចមួយបាទអញ្ចឹងពេលដែលយើងនេះចូលមកគឺមានវត្តមួយបាទហើយយើងចូលតាមខ្លោងទ្វារហ្នឹងមកគឺមកដល់ឃើញមុនគេគឺដងទង់ជាតិបាទគ្រប់សាលាទាំងអស់សុទ្ធតែមានស្តង់ដារបែបនេះបាទគឺចូលមកដងទង់ជាតិមុនគេបាទបន្ទាប់មកយើងកលេចមកឃើញថាសាលានេះមានអគារសិក្សាចំនួនបឋមសិក្សាចំនួន2ខ្នងនិងមត្តេយសិក្សាសហគមន៍ចំនួន1ខ្នងហើយលក្ខណៈពិសេសបំផុតដែលគួរឲ្យស្ញប់ស្ញែងគឺនេះដើមពោធិ៍ទាំង3ដើមបាទ4ដើមទូចពីជាមលុបដ៏ត្រឆឹងត្រឆៃក្របដណ្ដប់សាលារៀនអណ្ដូងរវៀងនេះទាំងមូលតែម្ដងបាទមើលទៅគឺដើមឈើនេះធំហើយមលុបត្រជាក់ខ្លាំងមែនតែនបាទគឺមានដើមឈើតែ4ដើមហ្នឹងគឺសាលាទាំងមូលត្រូវបានក្របដណ្ដប់ដោយមលុបអញ្ចឹងសូមអរគុណដល់ដូនតាខ្មែរយើងដែលបានដាំដើមពោធិ៍នេះឡើងសម្រាប់ជាមលុបត្រជាក់ដល់សិស្សានុសិស្សកូនចៅយើងចំនួនក្រោយហើយយើងមើលមកដងទង់ជាតិវិញម្ដងដងទង់ជាតិនេះបាទគឺនិយាយអំពីសិទ្ធិទាំង4សិទ្ធិរស់រានមានជីវិតបាទសិទ្ធិទទួលបានការការពារបាទហើយខាងនោះកូនពាក្យស្លោកកូនល្អស្ដាប់ម៉ែសិវកែស្ដាប់លោកគ្រូអ្នកគ្រូការសិក្សារៀនសូត្រផ្សារភ្ជាប់នឹងពលកម្មបាទអញ្ចឹងយើងចូលមកនេះមកមើលមលុបពោធិ៍ដ៏ត្រឆឹងត្រឆៃបាទតែមុននឹងដល់ដើមពោធិ៍យើងមានក្តារខៀនព័ត៌មានបាទសម្រាប់បិទការប្រកាសផ្សព្វផ្សាយដំណឹងបាទការប្រឡងប្រជែងអីជាដើមហ្នឹងគឺបិទនៅកន្លែងហ្នឹងឯងគឺជាក្តារខៀនព័ត៌មានហើយឥឡូវ
យើងក៏លេខមកមើលដើមពោម្ដងដើមពោនេះឃើញថាតិចស្រួលណាបងប្អូនហើយតិចខ្លាំងមែនតើយើងគ្រាន់តែមកចូលដើរចូលក្រោមដើមពោភ្លាមមានអារម្មណ៍ថាតិចស្រួលអញ្ចឹងមិនថាអរគុណដល់ដូនតាយើងដែលបានដាំដើមពោនេះឡើងមកហ្នឹងគឺមានប្រយោជន៍ខ្លាំងគឺអាចផ្ដល់ជាម្លប់ឲ្យសិស្សានុសិស្សរៀនសូត្របាទរាល់ថ្ងៃបាទរាល់ថ្ងៃរាល់ខែរាល់ឆ្នាំអញ្ចឹងបានបន់ទាំងថ្ងៃបន់ទាំងយប់បន់នោះបន់ក្រៃលែងណាហើយយើងមើលនៅគល់ពោហ្នឹងក៏មានខ្ទមមួយដែលយើងដែលសាលាបានធ្វើដើម្បីជាទីសក្ការៈសម្រាប់ដើមពោដែលផ្ដល់នូវគុណប្រយោជន៍ច្រើនផ្ដល់នូវម្លប់ហើយយើងមើលមកឃើញថាសាលារៀនគឺសិស្សកំពុងតែនៅក្នុងថ្នាក់រៀនបាទគ្រប់ថ្នាក់ទាំងអស់គឺសិតតែមានសិស្សមានគ្រូកំពុងបរៀនអញ្ចឹងយើងអត់ទៅចិត្តទេកុំឲ្យមានការរំខានដល់សិស្សហើយនេះគឺជួងសម្រាប់វាយចេញលេងចូលរៀនចេញវិរៀនអីហ្នឹងបាទដឹងធ្វើពីអីទេនេះដូចជាសបកផ្នែកមួយនៃរថយន្តហ្នឹងបាទក្រាស់ល្អណាបាទហើយនេះគឺទស្សនភាពទាំងស្រុងរបស់សាលាបឋមសិក្សាអណ្ដូងរវៀងហ្នឹងហើយបាទហើយនៅពីមុខសាលាអត់ទាន់មានជាក្រាលការឡាឬក៏ចាក់សាបទេមានតែចាក់ខ្សាច់សិនបាទចាក់ខ្សាច់សិនប៉ុន្តែទោះយ៉ាងណាមិនចោលទេបាទផ្កាបាទខៀវសងាត់ស្រស់ខ្ចីហើយមានបងអង្គុយលេងម្លប់ត្រជាក់ស្រួលណាម្លប់ត្រជាក់នៅតែសរសើរមិនដាច់ពីមាត់ទេរឿងម្លប់ត្រជាក់ហ្នឹងបាទហើយជាក់ស្ដែងទៅសាលានេះគឺយើងដើរលើខ្សាច់សតហ្មងបាទដោយសារតែសាលាអត់តន់ចាក់ជាបេតុងឬក៏រៀបកាឡឡារៀបអត់អីយ៉ាងណាទេគឺសិតតែខ្សាច់ទាំងអស់ហើយមកខាងនេះគឺនេះរ៉ូតារីជាជំនួយឧបត្ថម្ភសួនកំសាន្តរបស់ក្មេងឧបករណ៍សម្រាប់ក្មេងលេងមានទងអង្គុយមានទងរំអិលមានទងវិលមានទងយល់បាទនេះទងវិលបាននៅដំណើរការទាំងអស់បាទដំណើរការល្អទាំងអស់ហើយនៅខាងនេះគឺមានអណ្ដូងទឹករវៃដៃអណ្ដូងទឹករវៃដៃប៉ុន្តែឥឡូវហ្នឹងគេប្រើម៉ូទ័រសម្រាប់បូមទឹកហើយគម្របមាត់អណ្ដូងបានក្របចិត្តល្អការពារសិស្សខ្លាចសិស្សធ្លាក់នៅប្រការណាមួយហើយនេះគឺកន្លែងលាងដៃសម្រាប់សិស្សនេះទឹកយើងមានប្រើគ្រប់គ្រាន់មកបើកមកចេញទឹកវូបាទបើកមកចេញទឹកសិស្សនិស្សិតអាចលាងដៃបានស្រួលបាទណាល្អមែនតើបាទអញ្ចឹងគឺអត់ខ្លាចថាខ្វះទឹកប្រើទេបាទហើយខាងនេះទឹកស្អាតសម្រាប់ប្រើប្រាស់កសាងនៅឆ្នាំសិក្សា2015-2016បាទយើងនាំគ្នាថែរក្សាធនធានដែលយើងមានបាទពីស្លោកណាហើយងាកមកខាងកើតសាលានេះវិញយើងមានសួនបាទសួនច្បារតិចហើយនឹងខាងក្រោយនោះជារោងសម្រាប់សិស្សញ៉ាំបាយពេលព្រឹកហើយខាងនេះគឺតារាងបាល់បាទសម្រាប់ខ្ញុំរវាងបាល់ទាត់បាល់បោះបាល់ទះចំណាត់ថ្នាក់លេខ1នៅក្នុងចិត្តខ្ញុំគឺបាល់ទះខ្ញុំចូលចិត្តបាល់ទះស្រឡាញ់បាល់ទះខ្លាំងណាស់ហើយតារាងនេះសម្រាប់សិស្សបឋមអញ្ចឹងទៅសម្រាប់ខ្ញុំលើកដៃទៅវាផត់ចង់បាត់ហើយបាទទៀបទេនេះបើសិនជាខ្ញុំវិញគប់លិចមានឲ្យយកបានទេបាទខ្ញុំស្រឡាញ់បាល់ទះខ្លាំងបាទហើយនៅសាលាទាំងមូលគឺគ្របដណ្ដប់ដោយដើមពោនឹងមួយគឺម្លប់ត្រជាក់ត្រជឹងត្រឆៃមែនតើហើយក្រៅពីហ្នឹងយើងមើលមានកន្លែងដាក់កង់រោងដាក់កង់សម្រាប់សិស្សគឺធ្វើពីឈើប្រក់ស្បៃហ្នឹងហើយប្រក់ស្បៃហើយមកជំនាញខាងនេះវិញគឺលែងមានខ្សាច់ហើយជាដីដុសដោយស្មៅខៀវខ្ចីស្រស់ស្អាតខ្លាំងមែនតែនបាទចឹងយើងត្រឡប់មកជុំមកដល់កន្លែងដើមយើងវិញបាទគឺទេសភាពសាលារៀនមានតែប៉ុណ្្នឹងទេគឺសាលាបឋមសិក្សាអណ្ដូងរវៀងដែលស្ថិតនៅក្នុងស្រុកបរិបូរខេត្តកំពង់ឆ្នាំងបាទអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនបើសិនជាចូលចិត្តទស្សនានៅវីដេអូដែលថតដោយមនុស្សពិតបាទមិនមែនជា AI ទេណាបាទសម័យឥឡូវវា AI ច្រើនពេកអញ្ចឹងទៅឈឺក្បាលមួយថ្ងៃមើលឃើញតែ AI
រកអ្វីដែលមើលជាធម្មជាតិពិតអត់បានបាទអញ្ចឹងទៅខ្ញុំក៏ព្យាយាមដើរថតតាមសាលារៀនគ្រប់សាលារៀនទាំងអស់ប្រយុទ្ធទស្សនវិជ្ជាពិតបាទមិនមែនជា AI ទេយកមកចែកជូនបងប្អូនទាំងអស់គ្នាទស្សនាថ្វាត់ថាបងប្អូនទាំងអស់គ្នាមួយចំនួនក៏មិនដែលបានទៅទីឆ្ងាយមិនដែលបានមកសាលារៀននឹងបាទអញ្ចឹងទៅខ្ញុំមានឱកាសច្រើនក្នុងការដើរតាមសាលារៀនក៏បាននឹកឃើញថាចង់ថតចែករំលែកបងប្អូនទាំងអស់គ្នាឲ្យបានស្គាល់ឲ្យបានឃើញអំពីទស្សនវិជ្ជាបរិយាកាសរបស់ក្មេងៗយើងរៀនសូត្រក៏ដូចជាការរៀបចំសាលារៀននឹងហើយការយកចិត្តទុកដាក់ពីគ្រូបង្រៀនពីគណៈគ្រប់គ្រងការិយាល័យស្រុកមន្ទីរអប់រំក៏ដូចជាក្រសួងអប់រំជាដើមបាទអញ្ចឹងគឺសាលានីមួយសុទ្ធតែមានហេដ្ឋារចនាសម្ព័ន្ធល្អស្អាតមានអគារត្រឹមត្រូវមានទឹកប្រើប្រាស់គ្រប់គ្រាន់គឺផ្ដោតសំខាន់យ៉ាងណាឲ្យសិស្សានុសិស្សបានរៀនសូត្រប្រកបដោយចំណេះដឹងនិងផាសុកភាពបាទអញ្ចឹងអរគុណច្រើនមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាបងប្អូនមិនសិនជាចូលចិត្តកុំភ្លេចចុច like ចុច subscribe ដើម្បីតាមដានទស្សនាសាលាផ្សេងច្រើនទៀតបាទអរគុណច្រើន